ជំរាបសួរពុកម៉ែបងប្អូនទស្សនិកជនជាទីគោរពខ្ញុំបាទអំប្លូសូមជូនព័ត៌មាន19សន្លឹករបស់ខៀវសានសាណាពិតជាតាក់ភ្នែកនៅសល់ប្រមាណតែជាង20ថ្ងៃទៀតពិធីការណីខៀវសានសាណានឹងចូលរោងការជាមួយលោកសារ៉ាក់ស៊ូតុនខៀវសានសាណាបានត្រៀមរួចរាល់អស់ហើយសម្រាប់ពិធីមង្គលរបស់ខ្លួនដែលនឹងរៀបចំឡើងនៅថ្ងៃទី8ខែតុលាខាងមុខនេះសូមទស្សនាកម្រងរូបភាព Pre-wedding របស់ខៀវសានសាណានិងអនាគតស្វាមីតើស្រស់ស្អាតបានកម្រិតណាដែរគេនៅចាំបានថាជាមួយស្វាមីទី1ពិធីការណីមានតូចល្អិតខៀវសានសាណាមិនបានរៀបការទៅតាមប្រពៃណីខ្មែរនោះទេតែបានរៀបការតាមបែបសាសនាគ្រិស្តអ្វីដែលគាត់សម្គាល់សម្រាប់អាពាហ៍ពិពាហ៍លើកនេះលើកទី2នេះខៀវសានសាណាបានរៀបចំយ៉ាងអធិកអធមនៅសន្តាគារលំដាប់ផ្កាយ5លើរ៉ូយ៉ាល់ដែលនឹងត្រៀមធ្វើឡើងនៅថ្ងៃទី8ខែតុលាខាងមុខនេះស្ថិតក្នុងសម្លៀកបំពាក់ជាកូនកំលោះលោកសារ៉ាក់ស៊ូតុនមានទឹកមុខសប្បាយរីករាយដែលបានសម្លៀកបំពាក់បែបប្រពៃណីខ្មែរពេលនេះដែរកម្រងរូបភាព Pre-wedding របស់ខៀវសានសាណានិងស្វាមីបានថតរួចរាល់អស់ហើយមានទាំងការតុបតែងខ្លួនបែបបុរាណនិងសម័យក្នុងនោះក៏មានការសរសើរថាស្ថិតក្នុងសម្លៀកបំពាក់កូនក្រមុំខៀវសានសាណាស្រស់ស្អាតប្លែកខៀវសានសាណាបានចាប់ផ្ដើមអញ្ជើញភ្ញៀវជាបណ្ដាដែលមានទាំងអ្នកសិល្បៈនិងអ្នកជំនួញមួយចំនួនក្នុងនោះតារាសម្ដែងនីម៉ូនីនាតនិងដូចលីដាជាអ្នកកំដរខាងកូនក្រមុំកន្លងមកខៀវសានសាណាតែងតែលាក់បាំងពីចំណងស្នេហ៍របស់នាងជាមួយលោកសារ៉ាក់ស៊ូតុនមុននឹងឈានដល់ការរៀបការខៀវសានសាណានិងបុរសបរទេសរូបនេះបានស្វែងយល់ចិត្តថ្លើមគ្នាយូរគួរសមពិធីការណីខៀវសានសាណាធ្លាប់មានស្វាមីម្ដងរួចមកហើយតែបានប្រេះឆាគ្នាទៅវិញដោយបន្សល់នៅកូន2នាក់ប្រុស1នាក់ស្រី1នាក់ជាចំណងដៃបាទជាបន្តសូមតាមដានមើលទស្សនាមើលនៅ Pre-wedding របស់ខៀវសានសាណានិងអនាគតស្វាមីបាទព័ត៌មានខ្លីតែតិនទៅជាមួយនឹង19សន្លឹករបស់ខៀវសានសាណាគណៈពេលនេះដែរខ្ញុំបាទអំប្លូក៏សូមលំអរកាយគ្រប់លាពីពុកម៉ែបងប្អូនហើយបើមានការខុសឆ្គងត្រង់ចំណុចណាមួយសូមខន្តីអភ័យទោសចំពោះខ្ញុំបាទអំប្លូសូមលំអរកាយគ្រប់លាបាទជាបន្តសូមជូនព័ត៌មានទៅតិនទៅជាមួយនឹងសុនសៀវម៉ៃធ្វើខួបកំណត់ក្នុងវ័យ21ឆ្នាំកញ្ញាសុនសៀវម៉ៃបានរៀបចំពិធីខួបកំណត់វ័យ21ឆ្នាំរបស់ខ្លួនយ៉ាងសាមញ្ញនៅ Factory Pub ហាងរបស់យុទ្ធរដ្ឋាកាលពីយប់ថ្ងៃទី14ខែកញ្ញាឆ្នាំ2016យប់មិញនេះដោយបានអញ្ជើញមិត្តភ័ក្តិជាច្រើនចូលរួមសុនសៀវម៉ៃបានក្រុងឈុតសម្លៀកបំពាក់ពណ៌ក្រហមយ៉ាងស្រស់ស្អាតសូម្បីតែនំខួបកំណើតរបស់នាងក៏មានពណ៌ក្រហមយ៉ាងស្រស់ស្អាតផងដែរទោះបីជាខួបកំណើតរបស់សុនសៀវម៉ៃមើលទៅមានលក្ខណៈសាមញ្ញប៉ុន្តែនាងរីករាយជាមួយនឹងកម្មវិធីរបស់ខ្លួនខ្លាំងណាស់
ដែលមានដែលបានជួបជុំមិត្តភ័ក្តិថ្មីចាស់របស់ខ្លួនគួរបញ្ជាក់ផងដែរថាសុនសៀវម៉ៃគឺជាកីឡាករនីតៃខ្វាន់ដូមួយរូបដ៏មានប្រជាប្រិយភាពកន្លងមកនាងធ្លាប់បានប្រកាសថានឹងរៀបចំពិធីភ្ជាប់ពាក្យរបស់ខ្លួនជាមួយសង្សារដែលបានស្រឡាញ់គ្នាអស់រយៈពេលជាង5ឆ្នាំមកហើយនោះប៉ុន្តែមកទល់ពេលនេះនាងនៅពុំទាន់រៀបចំពិធីនោះនៅឡើយទេផ្ទុយទៅវិញបែរជានាងរៀបចំពិធីខួបកំណើតមុនវិញបាទព័ត៌មានខ្លីតើតើទៅជាមួយនឹងកីឡាករណីកញ្ញាសុនសៀវម៉ៃរៀបចំពិធីខួបកំណើតគម្រប់ខួប21ឆ្នាំគណៈពេលនេះដែរខ្ញុំបាទអំប្លូសូមលំអរកាយគោរពលាពីពុកម៉ែបងប្អូនវិលមកជួបគ្នានៅព័ត៌មានថ្មីបន្តទៀតហើយបើមានការខុសឆ្គងត្រង់ចំណុចណាមួយដោយអចិន្ត្រចេតនាសូមខន្តីអភ័យទោសចំពោះខ្ញុំបាទអំប្លូសូមលំអរកាយគោរពលាអ្នកកំដរខាងកូនក្រមុំកន្លងមកខៀវសានសាណាតែងតែលាក់បាំងពីចំណងស្នេហ៍របស់នាងជាមួយលោកសារ៉ាស៊ូតុនមុននឹងឈានដល់ការរៀបការខៀវសានសាណានិងបរិះបរទេសរូបនេះបានស្វែងយល់ចិត្តថ្លើមគ្នាយូរគួរសមពិធីការណេខៀវសានសាណាធ្លាប់មានស្វាមីម្ដងរួចមកហើយតែបានប្រេះឆាគ្នាទៅវិញដោយបន្សល់នៅកូន2នាក់ប្រុស1នាក់ស្រី1នាក់ជាចំណងដៃបាទជាបន្តសូមតាមដានមើលទស្សនាមើលនៅ free wedding របស់ខៀវសានសាណានិងអនាគតស្វាមីបាទខៀវសានសាណាបានរៀបចំយ៉ាងអធិកអធមនៅសន្តាគារលំដាប់កាយ5លើរ៉ូយ៉ាល់ដែលនឹងត្រៀមធ្វើឡើងនៅថ្ងៃទី8ខែតុលាខាងមុខនេះស្ថិតក្នុងសម្លៀកបំពាក់ជាកូនកំលោះលោកសារ៉ាស៊ូតុនមានទឹកមុខសប្បាយរីករាយដែលបានសម្លៀកបំពាក់បែបប្រពៃណីខ្មែរពេលនេះដែរកម្រងរូបភាព pre wedding របស់ខៀវសានសាណានិងស្វាមីបានថតរួចរាល់អស់ហើយមានទាំងការតុបតែងខ្លួនបែបបុរាណនិងសម័យក្នុងនោះក៏មានការសរសើរថាស្ថិតក្នុងសម្លៀកបំពាក់កូនក្រមុំខៀវសានសាណាស្រស់ស្អាតប្លែកខៀវសានសាណាបានចាប់ផ្ដើមអញ្ជើញភ្ញៀវជាបណ្ដាដែលមានទាំងអ្នកសិល្បៈនិងអ្នកជំនួញមួយចំនួនក្នុងនោះតារាសម្ដែងនីម៉ូនីនាតនិងដូចលីដាជាតិសូម្បីតែនំខួបកំណើតរបស់នាងក៏មានពណ៌ក្រហមយ៉ាងស្រស់ស្អាតផងដែរទោះបីជាខួបកំណើតរបស់សុនសៀវម៉ៃមើលទៅមានលក្ខណៈសាមញ្ញប៉ុន្តែនាងរីករាយជាមួយនឹងកម្មវិធីរបស់ខ្លួនខ្លាំងណាស់ដែលបានជួបជុំមិត្តភ័ក្តិថ្មីចាស់របស់ខ្លួនគួរបញ្ជាក់ផងដែរថាសុនសៀវម៉ៃគឺជាកីឡាករនីតៃខ្វាន់ដូមួយរូបដ៏មានប្រជាប្រិយភាពកន្លងមកនាងធ្លាប់បានប្រកាសថានឹងរៀបចំពិធីភ្ជាប់ពាក្យរបស់ខ្លួនជាមួយសង្សារដែលបានស្រឡាញ់គ្នាអស់រយៈពេលជាង5ឆ្នាំមកហើយនោះប៉ុន្តែមកទល់ពេលនេះនាងនៅពុំទាន់រៀបចំពិធីនោះនៅឡើយទេផ្ទុយទៅវិញបែរជានាងរៀបចំពិធីខួបកំណើតមុនវិញ
ប្រមានខ្លៃតែតិនទៅជាមួយនឹង19សន្លឹករបស់ខៀវសានសាណាគណៈពេលនេះដែរខ្ញុំបាទអំប្លូក៏សូមលំអរកាយគោរពលាពីពុកម៉ែបងប្អូនហើយបើមានការខុសឆ្គងត្រង់ចំណុចណាមួយសូមខន្តីអភ័យទោសចំពោះខ្ញុំបាទអំប្លូសូមលំអរកាយគោរពលាបាទជាបន្តសូមជូនព័ត៌មានទៅតិនទៅជាមួយនឹងសុនសៀវម៉ៃធ្វើខួបកំណត់ក្នុងវ័យ21ឆ្នាំកញ្ញាសុនសៀវម៉ៃបានរៀបចំពិធីខួបកំណត់វ័យ21ឆ្នាំរបស់ខ្លួនយ៉ាងសាមញ្ញនៅ Factory Pub ហាងរបស់យុទ្ធរដ្ឋាកាលពីយប់ថ្ងៃទី14ខែកញ្ញាឆ្នាំ2016យប់មិញនេះដោយបានអញ្ជើញមិត្តភ័ក្តិជាច្រើនចូលរួមសុនសៀវម៉ៃបានក្រុងឈុតសម្លៀកបំពាក់ពណ៌ក្រហមយ៉ាងស្រស់ស្អាតជំរាបសួរពុកម៉ែបងប្អូនទស្សនិកជនជាទីគោរពខ្ញុំបាទអំប្លូសូមជូនព័ត៌មាន19សន្លឹករបស់ខៀវសានសាណាពិតជាតាក់ភ្នែកនៅសល់ប្រមាណតែជាង20ថ្ងៃទៀតពិធីការណីខៀវសានសាណានឹងចូលរោងការជាមួយលោកសារ៉ាក់ស៊ូតុនខៀវសានសាណាបានត្រៀមរួចរាល់អស់ហើយសម្រាប់ពិធីមង្គលរបស់ខ្លួនដែលនឹងរៀបចំឡើងនៅថ្ងៃទី8ខែតុលាខាងមុខនេះសូមទស្សនាកម្រងរូបភាព Pre-wedding របស់ខៀវសានសាណានិងអនាគតស្វាមីតើស្រស់ស្អាតបានកម្រិតណាដែរគេនៅចាំបានថាជាមួយស្វាមីទី1ពិធីការណីមៀតតូចល្អិតខៀវសានសាណាមិនបានរៀបការទៅតាមប្រពៃណីខ្មែរនោះទេតែបានរៀបការតាមបែបសាសនាគ្រិស្តអ្វីដែលគាត់សម្គាល់សម្រាប់អាពាហ៍ពិពាហ៍លើកទី2នេះ